សួស្តីអ្នកទាំងអស់គ្នានេះគឺជា Randoms ថ្ងៃនេះយើងនឹងទៅមើលចម្ពោះបន្ទាប់នៃ Murium មុននឹងចូលទៅកាន់វីដេអូសូមកុំភ្លេចចុច like ផងតោះឥឡូវនេះយើងចាប់ផ្ដើមទាំងអស់គ្នានៅក្នុងចម្ពោះមុនយើងបានឃើញថាសង្គ្រាមបានផ្ទុះឡើងរវាងគ្រួសាររបស់ Yin និង Mountain Sword Sect មូលហេតុនៃសង្គ្រាមនេះគឺដោយសារតែ Yin បានប្រយុទ្ធជាមួយបុរសម្នាក់ឈ្មោះ Lee នេះគឺជាកូនប្រុសរបស់មេដឹកនាំ Mountain Sword Sect Yin បានយកឈ្នះគាត់នៅក្នុងការប្រយុទ្ធប៉ុន្តែខណៈពេលដែល Lee ត្រូវបានគេនាំត្រឡប់ទៅវិញមាននរណាម្នាក់បានលូកដៃចូលបំពុលនិងសម្លាប់គាត់ដោយសារតែព្រឹត្តិការណ៍នេះ Mountain Sword Sect បានប្រកាសសង្គ្រាមលើគ្រួសារ Yin យើងបានបញ្ចប់ចម្ពោះចុងក្រោយដោយឆ្ងល់ថាតើមានអ្វីកើតឡើងបន្តទៀតពេលដែលសង្គ្រាមបានចាប់ផ្ដើមតោះយើងបន្តពីត្រង់នោះនៅពេលចាប់ផ្ដើមចម្ពោះនេះ Yin បានទៅទស្សនានៅទីតាំងមួយហើយសម្លឹងមើលជុំវិញគាត់គិតក្នុងចិត្តថានេះគ្រាន់តែជាហ្គេមប៉ុណ្ណោះខ្ញុំចាត់ទុកវាត្រឹមតែជាហ្គេមទេហើយ graphic គឺអស្ចារ្យណាស់ប៉ុន្តែមើលទៅរឿងទាំងអស់នេះខ្ញុំពិតជាទ្រាំមិនបានទេហេតុអ្វីបានជាគាត់មានអារម្មណ៍បែបនេះពីព្រោះក្មេងៗតូចៗជាច្រើនបានស្លាប់នៅក្នុងសង្គ្រាមនេះក្មេងៗដែលមិនទាន់ទាំងរៀនក្បាច់គុណក្មេងៗដែលទើបតែចាប់ផ្ដើមហ្វឹកហាត់ក្មេងៗបែបនេះជាច្រើនមកពីគ្រួសារ Yin បានបាត់បង់ជីវិតពេលឃើញបែបនេះ Yin មិនអាចទ្រាំមើលបានទៀតទេហើយក៏ងាកចេញបងប្រុសរបស់គាត់ក៏នៅទីនោះដែរហើយនិយាយទាំងកំហឹងថានេះជាកំហុសរបស់ខ្ញុំទាំងអស់ពួកគេបានសម្លាប់ក្មេងតូចៗបែបនេះខ្ញុំមិនអាចអត់ឱនអាយបានទេបន្ទាប់មកមានសំឡេងមួយបន្លឺឡើងពីហើយថាសង្គ្រាមគឺបែបនេះឯងអ្នកត្រូវយល់ពីរឿងនេះឲ្យបានច្បាស់អ្នកឈ្នះឬអ្នកចាញ់រាល់ពេលដែលមានសង្គ្រាមភាគីទាំងសងខាងនឹងរងការខាតបង់ជានិច្ចនោះគឺ Elder Son ដែលកំពុងដើរសម្ដែងមករកពួកគេគាត់បានពន្យល់ថាមេដឹកនាំនៃ Mountain Sword Sect គឺជាបុរសម្នាក់ដែលគេស្គាល់ថា Blade of Blood គាត់ឈ្មោះ Lee Qian-Beckគាត់ជាបុរសដែលខ្លាំងមិនគួរឲ្យជឿដែលធ្លាប់ឆ្លងកាត់ការប្រយុទ្ធជាច្រើននិងប្រយុទ្ធផ្ដិមផ្ដែងបកពក់របស់គាត់ប្រសិនបើអ្នកធ្វើសង្គ្រាមប្រឆាំងនឹងមនុស្សដូចគាត់ការបាត់បង់ជីវិតបែបនេះគឺជាមិនបានទេប៉ុន្តែអ្នកដែលស្លាប់គឺជាក្មេងក្នុងគ្រួសាររបស់ខ្លួនឯងប៉ុន្តែ Elder Son មិនបង្ហាញអារម្មណ៍អ្វីទាំងអស់គាត់នៅតែព្រឹងអាយបងប្រុសតបទៅវិញថាលោកគួរតែប្រយ័ត្នពាក្យសម្ដីក្មេងៗទាំងនេះក៏ជារបស់គ្រួសារយើងដែរ Elder បានបដិសេធគាត់ថាទេក្មេងៗទាំងអស់នៅទីនេះគឺជាអ្នកចម្បាំងនៅពេលដែលពួកគេកើតមកក្នុងគ្រួសារជីនពួកគេត្រូវតែប្រយុទ្ធយើងត្រូវតែស៊ូទ្រាំមើលការស្លាប់បែបនេះសូម្បីតែពេលនេះពេលដែលយើងកំពុងនិយាយក្មេងៗជាច្រើនប្រហែលជាកំពុងស្លាប់នៅទីនោះឬបែបនេះបងប្រុសខឹងយ៉ាងខ្លាំងប៉ុន្តែនៅស្ងៀមព្រោះគាត់ដឹងថាគាត់មិនអាចប្រកែកបានទេ Elder បន្តទៀតថាអ្នកដឹងរួចហើយថារឿងនេះនឹងកើតឡើងមែនទេកន្លែងដែលក្មេងៗទាំងនេះរស់នៅគឺ Shanxi, Yangxian និង Zhou សុទ្ធតែនៅជិត Mountain Sword Sect ខ្លាំងណាស់ប្រសិនបើសង្គ្រាមផ្ទុះឡើងពួកគេតែងតែវាយប្រហារកន្លែងទាំង3នោះមុនគេអ្នកបានដឹងថាក្មេងៗនៅទីនោះនឹងជួបគ្រោះថ្នាក់ប៉ុន្តែដោយសារអ្នកជាអ្នកហៅរកសង្គ្រាមនេះអ្នកមិនអាចធ្វើអ្វីបានក្រៅពីផ្ញើប្រៀបសារនោះទេពេលប្រៀបទៅដល់ពួកគេបានសម្លាប់ក្មេងៗទាំងអស់បាត់ទៅហើយ Elder បញ្ជាក់ថាខ្ញុំមិនបានបន្ទោសអ្នកទេព្រោះអ្នកបានជឿរើសផ្លូវត្រូវហើយនេះគឺកើតឡើងដោយសារតែសង្គ្រាមហើយសង្គ្រាមតែងតែទាមទារតម្លៃយ៉ាងធ្ងន់ធ្ងរជានិច្ចកុំភ្លេចរឿងនោះឲ្យសោះអ្នកគឺជាមេគ្រួសារឥឡូវនេះអ្នកកំពុងបំពេញភារកិច្ចជំនួសឲ្យពុករបស់អ្នកដូច្នេះអ្នករាល់គ្នានៅទីនេះត្រូវការអ្នកចងចាំរឿងនេះទុកក្នុងចិត្តចោះទោះបីជាបងប្រុសខឹងក៏ដោយក៏គាត់ដឹងថា Elder និយាយត្រូវហើយក៏នៅស្ងៀមការផ្ដោតអារម្មណ៍តែមួយគត់របស់គាត់នៅពេលនេះគឺការឈ្នះសង្គ្រាមជីនដែលកំពុងសង្កេតមើលរឿងទាំងអស់នេះគិតថាជាធម្មតាបងប្រុសរបស់ខ្ញុំប្រព្រឹត្តខុសពីនេះបន្តិចប៉ុន្តែក្នុងស្ថានភាពបែបនេះគាត់ពិតជាគិតបានត្រឹមត្រូវពិតជាធូរទ្រង់មែនបន្ទាប់មកជីនងាកទៅមើល Elder គាត់សម្គាល់ឃើញគាត់ហើយនិយាយថាអូហូ Sir Young Master នៅទីនេះតើខ្ញុំបានឮពាក្យចចាមអារ៉ាមគួរឲ្យចាប់អារម្មណ៍មួយអំពីអ្នក Sleeping Dragon of Shanxi ការឮបែបនេះធ្វើឲ្យតួឯកយៀនមានអារម្មណ៍អៀនខ្មាស់ពាក្យចចាមអារ៉ាមដ៏គួរឲ្យអស់សំណើចដែលផ្សព្វផ្សាយអំពី Sleeping Dragon of Shanxi អះអាងថាគាត់បានចូលរួមជាមួយព្រះពីនេរ៉ូទទួលបានកម្លាំងស្មើនឹងមនុស្ស 1000 នាក់វាយកំទេចបុរសម្នាក់ឈ្មោះ Jiang Sa យ៉ាងចាស់ដៃហើយវាយឲ្យមនុស្សគ្រប់គ្នាហោះប៉ោង
ការលើពាក្យចចាមអារាមដែលបំភ្លឺទាំងនេះដោយផ្ទាល់ពី Elder ធ្វើឲ្យជីនមានអារម្មណ៍អៀនខ្មាស់យ៉ាងខ្លាំងហើយគាត់ក៏ចាប់ផ្ដើមធ្វើជាក្អក Elder សូថាឯងផ្ដាសាយមែនទេក្អកមិនឈប់សោះតើឯងអាចឈរនៅជួរមុខបានយ៉ាងម៉េចទៅបើក្អកបែបនេះឯងត្រូវតែឈរនៅទីតាំងជួរមុខជីនភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្វីជួរមុខហេតុអ្វីខ្ញុំត្រូវតែឈរនៅទីនោះ Elder ឆ្លើយថាក៏ដោយសារឯងគឺជា Sleeping Dragon of Shanxi នោះអីប្រសិនបើពាក្យចចាមអារាមទាំងនោះជារឿងពិតឯងពិតជាមនុស្សដែលស័ក្តិសមបំផុតក្នុងការដឹកនាំជួរមុខរបស់គ្រួសារជីនមានអារម្មណ៍ថាដីកំពុងស្រុតនៅក្រោមជើងរបស់គាត់ Elder ងាកទៅរកបងប្អូនហើយសួរថាតើអ្នកគិតយ៉ាងម៉េចដែរ Family Head ជីនអង្វរបងប្អូននៅក្នុងចិត្តថាសូមកុំនិយាយអ្វីទាំងអស់សូមអង្វរប៉ុន្តែបងប្រុសសម្លឹងមកជីនដោយមោទនភាពហើយនិយាយថាលោកនិយាយត្រូវបើប្អូនប្រុសរបស់ខ្ញុំទៅគាត់ច្បាស់ជាអាចជួយបានច្រើនគ្រាន់តែប៉ុណ្ណោះបងប្រុសរបស់គាត់បានរុញគាត់ទម្លាក់រណ្ដៅបាត់ទៅហើយជីនមានអារម្មណ៍ថាគាត់កំពុង lock in ចូលក្នុងមឈូសជាជាង lock out ចេញពី game to win quest ថ្មីមួយបានចាប់ផ្ដើមដំបូងឡើយ Elder ចង់ដាក់ជីនឲ្យនៅក្រោមការបញ្ជារបស់គាត់ផ្ទាល់ប៉ុន្តែបងប្រុសបដិសេធផ្ទុយទៅវិញពួកគេធ្វើឲ្យជីនคล้ายជាមេដឹកនាំនៃក្រុម support bodyguard ដោយសារវាគ្រាន់តែជាក្រុមគាំទ្រហើយមិនមែនជាកងទ័ពជួរមុខនោះទេវាមិនមែនជារឿងធំដុំនោះទេដែលធ្វើឲ្យជីនមានអារម្មណ៍ធូរស្រាលបន្តិចដែលគាត់នឹងមិនចាំបាច់ធ្វើការប្រយុទ្ធធ្ងន់ធ្ងរនៅខាងមុខទោះជាយ៉ាងណាការមើលឃើញការស្លាប់ពិតប្រាកដដែលកើតឡើងជុំវិញគាត់ធ្វើឲ្យជីនមានអារម្មណ៍មិនសូវស្រួលឡើយគាត់គិតថាទោះបីជានេះជាហ្គេមក៏ដោយមនុស្សមើលទៅដូចជាមនុស្សពិតៗអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរស់នៅក្នុងពិភពលោកនេះពិតមែនជីនត្រូវបានគេចាត់តាំងកូនចៅចំនួន5នាក់ហើយពួកគេគឺជាក្រុមចម្លែកមួយក្នុងចំណោមពួកគេមានក្មេងប្រុសម្នាក់ឈ្មោះហានដែលកោតសរសើរជីនយ៉ាងខ្លាំងព្រោះគាត់ជឿលើពាក្យចចាមអារាម Sleeping Dragon ក្រៅពីអ្នកទាំង4នេះមានបរិសម្នាក់ទៀតឈ្មោះថា Hyuk Mujin ជីនរអ៊ូក្នុងចិត្តថាតើខ្ញុំពិតជាត្រូវឲ្យនៅក្នុងក្រុមជាមួយគេមែនទេប៉ុន្តែគាត់បានដើរទៅមុខហើយនិយាយថាយល់ព្រមរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាខ្ញុំឈ្មោះជីនថេកយុងហើយចាប់ពីពេលនេះតទៅខ្ញុំគឺជាមេដឹកនាំរបស់អ្នកតោះចេញដំណើរក្នុងពេលជាមួយគ្នានោះ វីផាំងបានដើរទៅរកបងប្រុសដើម្បីរាយការណ៍វីផាំងនិយាយថាពួកគេបានចាក់ចែងកាលពីរសៀលនេះហើយពួកគេនឹងទៅដល់គោលដៅក្នុងរយៈពេល2ថ្ងៃបងប្រុសឆ្លើយតបថាតើឯងកំពុងនិយាយអំពីប្អូនប្រុសរបស់ខ្ញុំមែនទេគេបានក្លាយជាមនុស្សធំយូរមកហើយហេតុអ្វីបានជាឯងនៅតែចាត់ទុកគេដូចកូនក្មេងទៀតគេអាចមើលថែខ្លួនឯងបានយ៉ាងងាយនិងកំទេចនរណាក៏ដោយដែលមករារាំងផ្លូវរបស់គេបងប្រុសដែលតែងតែចាត់ទុកជីនដូចកូនក្មេងអស់មួយជីវិតស្រាប់តែក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់គេភ្លាមបន្ទាប់មកព្រាបសារមួយក្បាលបានមកដល់បងប្រុសដែលមានសារព្រមានអំពីទាហានស៊ីឈ្នួលម្នាក់ដែលត្រូវបានគេស្គាល់ថា One Word One Kill ដែលមានឈ្មោះពិតប្រាកដថា Jopil គាត់គឺជាបរិបទដ៏គ្រោះថ្នាក់ម្នាក់ដែលត្រូវបានជួលដោយ Mountain Sword Sect ហើយគាត់កំពុងធ្វើដំណើរឆ្ពោះតែទីតាំងជាក់លាក់មួយជាមួយមនុស្ស40នាក់ដឹងអំពីភាពខូខរើរបស់ Jopil បងប្រុសប្រាប់វីផាំងថាយកមនុស្ស50នាក់ឥឡូវនេះហើយទៅជួយគាំទ្រមនុស្សរបស់យើងនៅទីនោះពេលដែលវីផាំងរៀបនឹងឆ្លើយតបបងប្រុសដឹងដោយភាពរន្ធត់ថាទីកន្លែងដែលជូភីលកំពុងទៅនោះគឺចិនយ៉ាងដែលជាកន្លែងតែមួយដែលជីនថេកយុងកំពុងទៅប្រសិនបើជីនទៅទីនោះគេប្រកាសជានឹងជួបជូភីលជាមិនខានត្រឡប់មកតួឯករបស់យិនវិញជីនកំពុងដឹកនាំក្រុមរបស់គេឆ្ពោះទៅចិនយ៉ាងនៅតាមផ្លូវគេបញ្ឈប់ពួកគេដើម្បីហ្វឹកហាត់រៀបចំក្រុមឡើងវិញតម្រង់ជួររៀបជាក្បួនត្រៀមខ្លួនគេស្រែកបញ្ជាធ្វើឲ្យពួកគេអនុវត្តក្បួនទ័ពផ្សេងដែលគាត់បានរៀនកាលពីគាត់នៅជា Hunter ប៉ុន្តែហៀកមួយជីនស្អប់រឿងនេះខ្លាំងណាស់គេស្រែកដាក់ជីនថាឯងគិតថាសង្គ្រាមនេះគឺជារឿងលេងសើចមែនទេហេតុអ្វីបានជាឯងខ្ជះខ្ចាយពេលវេលាជាមួយនឹងការហ្វឹកហាត់ឥតប្រយោជន៍ទាំងនេះជំនួសឲ្យការរៀបចំយើងឲ្យត្រៀមខ្លួនសម្រាប់ប្រយុទ្ធពិតប្រាកដនោះក្មេងប្រុសតូចហានការពារជីនថាប្រហែលជាមេដឹកនាំរបស់យើងមានហេតុផលល្អក្នុងការធ្វើបែបនេះធ្វើឲ្យមូជីនកាន់តែខឹងហេតុផលឯងគិតថាអាមួយនេះដឹងអីមែនទេ
វាបានចំណាយពេលកុមារភាពពេញមួយជីវិតកិច្ចវេពីការវឹកហាត់ដើម្បីទៅតាមញ៉ែស្រីវាមិនដែលធ្វើរឿងអ្វីដែលមានប្រយោជន៍ក្នុងជីវិតវាទេតើវាដឹងអ្វីខ្លះអំពីសង្គ្រាមហេតុផលតែមួយគត់ដែលសង្គ្រាមនេះចាប់ផ្ដើមគឺដោយសារតែ Search យ៉ាង Master នេះឯងជីនđãសំដៅទៅរកគេតើឯងដឹងពីផលវិបាកនៃអ្វីដែលឯងទើបតែនិយាយទេមូជីនសើចចំអកយ៉ាងក្រអឺតក្រទមផលវិបាកហេតុអីខ្ញុំត្រេកខ្វល់ឯងមានដឹងថាឯងកំពុងនិយាយអ្វីទេហ្នឹងជីននៅស្ងៀមយល់ព្រមយើងកំពុងស្ថិតក្នុងសង្គ្រាមហើយខ្ញុំគឺជាមេដឹកនាំនៅទីនេះខ្ញុំត្រូវតែបញ្ជាក់ពីអំណាចរបស់ខ្ញុំនឹងទះកំភ្លៀងឯង3ដងឯងត្រូវតែទទួលវាហើយឯងនឹងមិនមានសិទ្ធិនិយាយប្រឆាំងនឹងខ្ញុំទៀតទេពេលដែលមូជីនចាប់ផ្ដើមនិយាយថាតើឯងចង់និយាយពីអ្វីជីនក៏ទះកំភ្លៀងគេតែម្ដងមូជីនខឹងយ៉ាងខ្លាំងហើយងាកទៅវាយបកវិញប៉ុន្តែជីនទះគេមួយកំភ្លៀងទៀតជាលើកទី2ដោយកំហឹងមូជីនស្ទុះទៅវាយជីនប៉ុន្តែជីនគេចពីការវាយប្រហាររបស់គេយ៉ាងងាយហើយទះកំភ្លៀងទី3យ៉ាងខ្លាំងចំថ្ពាល់របស់គេមូជីនដៅសន្លប់នៅលើដីភ្លាមហើយអ្នកផ្សេងទៀតត្រូវសែងគេជីនប្រកាសយ៉ាងធម្មតាថាម៉ោងសម្រាប់ចប់ហើយរៀបចំខ្លួនចេញដំណើរជីនកត់សម្គាល់ឃើញថាព្រឿលចាប់ផ្ដើមធ្លាក់ទិដ្ឋភាពបដូរទៅកាន់ទីតាំងដែលមានព្រឿលធ្លាក់មួយកន្លែងទៀតដែល One Word One Kill ចូលពីលកំពុងប្រព្រឹត្តការសម្លាប់រង្គាគាត់បានចាប់សមាជិកគ្រួសារជីនជាច្រើនអ្នកគាត់បានសម្លាប់បុរសទាំងអស់រួចហើយដោយទុកតែស្ត្រីនិងកុមារប៉ុណ្ណោះស្ត្រីម្នាក់អន់វ៉ាគាត់ថាយ៉ាងហោចណាស់សូមលើកលែងឲ្យកុមារទៅអ្នកអាចសម្លាប់ពួកយើងជំនួសបានចូលពីលសើចចំអកថាខ្ញុំមិនមែនជាមនុស្សល្អទេសាកគិតមើលទៅនៅក្នុងពិភពលោកដ៏ខួរក្រៅនេះតើអ្នកអាចទុកក្មេងៗចោលបន្ទាប់ពីសម្លាប់ឪពុកម្ដាយរបស់ពួកគេបានទេតើពួកគេនឹងទៅធ្វើអ្វីតើវាមិនល្អជាងទេបើសម្លាប់ពួកគេចោលដែរនោះកុំរំពឹងថានឹងទទួលបានក្តីមេត្តាពីខ្ញុំឲ្យសោះខ្ញុំនឹងសម្លាប់ក្មេងៗទាំងនេះចោលដូចគ្នាគាត់បន្តសម្លាប់មនុស្សគ្រប់គ្នារួមទាំងក្មេងៗផងដែរហើយបោះសាកសពពួកគេចោលគាត់អួតថានៅពេលដែលរឿងនេះរួចរាល់ទាំងស្រុងយើងនឹងទទួលបានកាក់មីជាង1000ខ្ញុំនឹងរីករាយជាមួយរឿងនេះទីពីពុតខ្ញុំទទួលបានឱកាសដើម្បីកម្ចាត់គ្រូសាជីនឲ្យវិនាសហើយគាត់គឺជាមនុស្សរោគចិត្តពិតប្រាកដគាត់សួរប៉ពួករបស់គាត់ថាតើពួកគេបានចាប់មនុស្សគ្រប់គ្នាឬអត់កូនចៅម្នាក់ឆ្លើយតបថាមេកើយមានអ្នកចម្បាំងម្នាក់និងក្មេង2នាក់បានរត់គេចខ្លួនបាត់ហើយកូនចៅរូបនោះស្នើសុំទៅតាមចាប់ពួកគេហើយចូលពីក៏អនុញ្ញាតឲ្យទៅត្រឡប់មកក្រុមរបស់ជីនវិញទីពីពុតមូជីនភញាក់ពីការសន្លប់ក្រោកឈរឡើងហើយស្ទុះទៅវាយជីនម្ដងទៀតភ្លាមជីនទះគេមួយកំភ្លៀងយ៉ាងធម្មតាធ្វើឲ្យមូជីនហោះត្រឡប់ទៅកន្លែងដែលគេដេកកាលពីមុនហើយសន្លប់ម្ដងទៀតបន្ទាប់ពីឃើញបែបនេះគ្មាននរណាម្នាក់ហ៊ានសួរនាំពីអំណាចរបស់ជីនទៀតទេជីនរអ៊ូថាអុយអាកាសធាតុនេះយ៉ាងម៉េចហ្នឹងព្រាលធ្លាក់ខ្លាំងណាស់មើលទៅយើងនឹងមិនអាចទៅដល់សេងយ៉ាងក្នុងពេលឆាប់នេះទេក្មេងប្រហាន់បានស្នើសុំយ៉ាងអន្តរសាថាដោយសារយើងមានពេលហេតុអ្វីយើងមិនហ្វឹកហាត់ទៅជីនសម្លឹងមើលអ្នកទាំង4ផ្សេងទៀតហើយពួកគេទាំងអស់ងក់ក្បាលយ៉ាងក្លៀវក្លាបាទយើងចង់ហ្វឹកហាត់ជីនគិតក្នុងចិត្តថាហាការវាយដំពួកគេមានប្រសិទ្ធភាពជាងការផ្ដាល់ដំបូន្មានមិត្តបែបបងប្អូនទៅទៀតគាត់ប្រាប់ពួកគេថាអូខេក្មេងៗដោយសារអ្នកទាំងអស់គ្នារំភើបខ្លាំងម្លេះទៅយកអាវុធរបស់អ្នកហើយតោះចេញទៅខាងក្រៅខណៈពេលដែលពួកគេកំពុងហ្វឹកហាត់សមាជិកក្រុមម្នាក់បានចង្អុលបង្ហាញថាមេកើយមើលចុះមានក្មេងប្រុសម្នាក់កំពុងដាវសម្ដៅមករកយើងជីនឆ្ងល់យ៉ាងខ្លាំងក្មេងប្រុសនៅទីនេះកណ្ដាលព្រាវនឹងទៀតគាត់ក្រឡេកមើលក៏ឃើញក្មេងប្រុសម្នាក់ដាវកាត់ព្រាវទាំងលំបាកដោយលីក្មេងស្រីតូចម្នាក់នៅលើខ្នងជីនមានអារម្មណ៍មិនល្អភ្លាមគ្រាន់តែមើលទៅក្មេងនេះខ្ញុំអាចប្រាប់បានថាគេកំពុងតែនាំយកបញ្ហាដ៏ធំមួយមកជាមួយស្របពេលនោះផ្ទាំង system ក៏លោតឡើងមកបានទទួល quest ដែលមិនបានរំពឹងទុកជីនរអ៊ូថាខ្ញុំដឹងហើយប្រព័ន្ធនេះគ្មានអ្វីធ្វើល្អជាងការផ្ដល់ quest ឲ្យខ្ញុំនៅពេលវេលាដ៏អាក្រក់បំផុតនោះទេបន្ទាប់មករឿងរ៉ាវបានបង្ហាញយើងពីអតីតកាលថ្មីរបស់ក្មេងប្រុសនោះគេនិងប្អូនស្រីកំពុងលេងជាមួយឪពុកម្ដាយនៅក្នុងការចងចាំដ៏ស្ងប់ស្ងាត់មួយពេលដែលគេហុចផ្កាមួយតងទៅឲ្យម្ដាយគាត់ស្រាប់តែប្រាប់គេថាស៊ូឈៀនកូនត្រូវតែរស់រានមានជីវិត
អ្នកទាំងពីរត្រូវតែមានជីវិតរស់នៅក្នុងសុបិនរបស់គេនិងប្អូនស្រីកំពុងរត់ទៅរកឪពុកម្ដាយប៉ុន្តែឪពុកម្ដាយរបស់គេចេះតែរសាត់ឆ្ងាយទៅគេក៏ភ្ញាក់ឡើងបច្ចុប្បន្នគេនិងប្អូនស្រីកំពុងលាក់ខ្លួននៅចន្លោះផ្ទាំងថ្មកាលពី5ថ្ងៃមុនទាហានស៊ីឈ្នួលរបស់ជូពីលបានវាយប្រហារផ្ទាំងរបស់ពួកគេដោយសម្លាប់មនុស្សគ្រប់គ្នារួមទាំងឪពុករបស់គេផងដែរគេមិនដឹងថាមានអ្វីកើតឡើងចំពោះម្ដាយរបស់គេទេប៉ុន្តែគេបានចាប់ប្អូនស្រីតូចរបស់គេឈ្មោះសូវូលហើយរត់គេចខ្លួនសូវូលយំនិងសុំជួបម្ដាយរបស់ពួកគេសូឈៀនលួងលោមនាងដោយនិយាយថាពួកគេនឹងបានជួបគាត់ក្នុងពេលឆាប់ៗនេះទោះបីជាគេព្រួយបារម្ភពីរឿងអាក្រក់បំផុតក៏ដោយខណៈពេលដែលពួកគេកំពុងលាក់ខ្លួនសូឈៀនឮចលនានៅក្នុងគុម្ពោតព្រៃទល់មុខពួកគេភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែអ្នកដែលចេញមកគឺ Uncle Kang ដែលកំពុងស្វែងរកពួកគេសូឈៀនមានអារម្មណ៍ធូរស្រាល Uncle Kang លើកបីសូវូលហើយនិយាយថាពួកគេត្រូវតែចាកចេញជាបន្ទាន់ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ពួកគេធ្វើដំណើរចូលទៅក្នុងព្រៃប៉ុន្តែមិនយូរប៉ុន្មានអ្នកតាមចាប់របស់ជូពីលប្រហែល10នាក់ក៏តាមទាន់ពេលកំពុងឡើងភ្នំ Uncle Kang ដឹងថាពួកគេកំពុងត្រូវបានគេតាមដានសូឈៀនសួរថាតើជនអាក្រក់មកដល់ហើយមែនទេហើយ Uncle Kang បញ្ជាក់ថាមានយ៉ាងហោចណាស់10នាក់ដែលធ្វើឲ្យមិនអាចប្រយុទ្ធឈ្នះពួកគេទាំងអស់បានឡើយសូឈៀនទាញដាវខ្លីមួយចេញមកយ៉ាងក្លាហានលោកពូកុំបារម្ភអីខ្ញុំក៏ជាអ្នកចម្បាំងម្នាក់ដែរបើខ្ញុំស្លាប់ខ្ញុំនឹងស្លាប់ក្នុងការប្រយុទ្ធប៉ុន្តែ Uncle Kang បានដាក់ប្អូនស្រីតូចនៅលើខ្នងរបស់សូឈៀនបញ្ជាឲ្យគេរត់ទៅមុខខណៈដែលគាត់នៅខាងក្រោយដើម្បីទប់ទល់ពួកគេដោយសន្យាថានឹងរត់តាមក្រោយដោយស្ទាក់ស្ទើរទាំងយំនិងសុំទោសសូឈៀនរត់គេចខ្លួនជាមួយប្អូនស្រីរបស់គេនេះជារបៀបដែលគេបានរត់ឡើងភ្នំឆ្ពោះទៅរកក្រុមរបស់ជីនត្រឡប់មកបច្ចុប្បន្នវិញជីនស្រែកដាក់ក្រុមរបស់គាត់ថាតោះចេញពីទីនេះពួកគេមានការភ័ន្តច្រឡំមេកើយអាកាសធាតុអាក្រក់ណាស់តើយើងអាចចេញទៅបានយ៉ាងម៉េចម្នាក់ទៀតចង្អុលបង្ហាញថាមេកើយក្មេងប្រុសនោះកំពុងដើរសម្ដៅមករកយើងហើយជីនស្រីតបវិញថាយើងមិនត្រូវការសេះទេគ្រាន់តែប្រើជើងរបស់អ្នកហើយរត់ទៅខ្ញុំប្រាប់ឲ្យអ្នករត់ដោយសារតែក្មេងប្រុសនោះកំពុងមកនឹងហើយលើកមួយជីនឡើងហើយតោះទៅជីនដឹងថាបញ្ហាកំពុងនៅពីក្រោយក្មេងនោះភ្លាមនៅពេលដែលក្មេងប្រុសនោះមកដល់ពួកគេហើយចាប់ផ្ដើមយំយ៉ាងខ្លាំងបពួករបស់ជូពីលក៏មកដល់ជោគវាសនារបស់ Uncle Kang មិនទាន់ដឹងនៅឡើយទេ System បង្ខំឲ្យជីនទទួលយក quest នេះជួយសង្គ្រោះក្មេង2នាក់នេះដែលជាសមាជិកគ្រួសារខាងក្រៅនៃគ្រួសារជីនមិនមានប៊ូតុងបដិសេធឡើយដោយដឹងថាគាត់ត្រូវតែប្រយុទ្ធជីនប្រាប់ក្រុមរបស់គាត់ឲ្យរំសាយក្បួនហើយឈរនៅខាងក្រោយដើម្បីការពារក្មេងៗពេលដែលពួកគេសួររកបទបញ្ជាគាត់និយាយថាគ្រាន់តែរៀបរៀងការវាយវហាណាមួយរំលងមកបានហើយខ្ញុំនឹងចាត់ការពួកគេទាំងអស់គ្នាសមាជិកក្រុមរបស់គាត់មានកម្រិតត្រឹមតែ12ឬ13ប៉ុណ្ណោះនិងមិនមានបទពិសោធន៍ប្រយុទ្ធទេថែមទាំងមូជីនកំពុងសន្លប់ទៀតផងប៉ុន្តែជីនលួចញញឹមនៅជ្រុងមាត់គិតថាសត្រូវទាំងនេះខ្សោយណាស់ខ្ញុំនឹងយក experience points ទាំងអស់សម្រាប់ខ្លួនឯងការប្រយុទ្ធចាប់ផ្ដើមជីនស្ទុះទៅមុខហើយកាប់បរិទ្ធដំបងដួលភ្លាមត្រឹមតែមួយកាប់ប៉ុណ្ណោះក្រុមរបស់គេសម្លឹងមើលទាំងតក់ស្លុតខណៈដែលជីនសម្លាប់ទាហានស៊ីឈ្នួលម្ដងម្នាក់យ៉ាងងាយស្រួលជីនសម្លឹងមើល fame merit និង experience points របស់គាត់កើនឡើងយ៉ាងលឿន jackpot គាត់អបអរសាទរក្រុងចិត្តទីបំផុតគាត់បានទៅដល់សត្រូវចុងក្រោយបរមនោះព្យាយាមប្រើក្បាច់ចុងក្រោយហៅថា Pierce of the Heavens ប៉ុន្តែជីនទប់វាបានយ៉ាងងាយស្រួលមុនពេលស្លាប់បរមនោះប្រមានថាមេកើយរបស់យាវនឹងមកតាមរកឯងគេក៏ស្លាប់ហើយជីនទទួលបាន level កើនឡើងយ៉ាងខ្លាំងនេះហើយទើបគេហៅថាសប្បាយជីនគិតមួយសន្ទុះក្រោយមកទីបំផុត Uncle Kang ក៏ដឹងខ្លួនឡើងវិញគាត់បើកភ្នែកឡើងហើយឃើញក្មេងទាំងពីរមានសុវត្ថិភាពគាត់សម្លឹងមើលជីនហើយនិយាយថាខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេអរគុណច្រើនដែលបានជួយសង្គ្រោះពួកយើងខ្ញុំមិនដឹងថាខ្ញុំអាចសងគុណលោកយ៉ាងដូចម្តេចទេជីនឆ្លើយតបយ៉ាងសុភាពថាកុំបារម្ភពីរឿងនេះអីនេះជាកាតព្វកិច្ចរបស់យើងជីនសួរគាត់ថាមានរឿងអ្វីកើតឡើង Uncle Kang ពន្យល់ថាកាលពី5ថ្ងៃមុនបន្ទាប់ពីទទួលបានលិខិតប្រកាសសង្គ្រាមពីគ្រួសារជីនមិនបានប៉ុន្មានផងមានទាហានស៊ីឈ្នួល100នាក់បានវាយឆ្មោកពួកគេបានសម្លាប់មនុស្សស្ទើរតែអស់ហើយដុតបំផ្លាញអគារចោល
មានតែស្ត្រីកុមារមួយចំនួនតូចនិងអង្គខែងប៉ុណ្ណោះដែលអាចរត់គេចខ្លួនបានប៉ុន្តែពួកគេត្រូវបានតាមប្រមាញ់ដោយโจពីលនិងកូនចៅរបស់គាត់ប្រហែល30នាក់ទៀតអ្នកដែលនៅសល់ត្រូវបានគេចាប់ខ្លួនដោយនៅសល់តែអង្គខែងនិងក្មេង2នាក់នេះប៉ុណ្ណោះពេលឮបែបនេះភ្នែករបស់ជីនភ្លឺឡើងមនុស្ស30នាក់តើពួកគេ30នាក់ពិតជាតាមចាប់លោកមែនទេគាត់សួរអង្គខែងងក់ក្បាលជីនប្រកាសភ្លាមថាអញ្ចឹងយើងមិនគួររត់ទេចាំនៅទីនេះរហូតដល់ពួកគេមកដល់ចុះខ្ញុំនឹងយកឈ្នះពួកគេទាំងអស់គ្នាហើយសងសឹកជំនួសគ្រួសាររបស់លោកខ្ញុំមិនបណ្ដោយឲ្យមនុស្សដែលធ្វើរឿងបែបនេះរត់ខ្លួនឡើយជីនហ៊ានអះអាងយ៉ាងក្លាហានបែបនេះគឺគ្រាន់តែដោយសារសត្រូវ30នាក់មានន័យថាគេនឹងទទួលបាន EXP យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះក្មេងប្រក់តូចសូឈៀនមានអារម្មណ៍រំភើបនិងជឿជាក់យ៉ាងខ្លាំងបាទមនុស្សបែបនោះសំតែទទួលទោសដោយមានលោកនៅទីនេះយើងមិនខ្លាចអ្វីទាំងអស់ជីនអង្អែលក្បាលក្មេងប្រុសនោះដោយសន្យាថានឹងរក្សាពាក្យសន្យាហើយសងសឹកឲ្យគ្រួសាររបស់ពួកគេទោះជាយ៉ាងណាពេលនោះអង្គលខេងបន្ថែមថាមេដឹកនាំរបស់ពួកគេឈ្មោះโจពីលគឺជាគ្រូក្បាច់គុណកម្រិតកំពូលគឺជាអ្នកប្រយុទ្ធដ៏ខ្លាំងបំផុតម្នាក់នៅក្នុងតំបន់សានស៊ីទាំងមូលគាត់ពិតជាខូខើខ្លាំងណាស់នៅពេលដែលមេដឹកនាំរបស់យើងឃើញគាត់ដឹងថាយើងមិនអាចឈ្នះទេហើយក៏បញ្ជាឲ្យពួកយើងរត់គេចខ្លួនโจពីលសម្លាប់មនុស្សដោយវិធីសាស្ត្រដ៏គួរឲ្យខ្លាចឡាមពេលឮពាក្យ Pick Great Martial Master ជីនស្រាប់តែស្ងាត់មាត់ឈឹងភ្លាមគាត់ងាកទៅរកសូឈៀនយឺតហើយនិយាយថាឯងដឹងទេការរស់រៀនមានជីវិតនិងការពារអ្នកទាំងពីរតាមពិតវាមានសារៈសំខាន់ជាងការប្រយុទ្ធទៅទៀតម្យ៉ាងវិញស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួនសោះតោះយើងនាំញាក់ទៅកន្លែងសុវត្ថិភាពសិនទៅហើយយើងអាចសងសឹកនៅពេលក្រោយក៏បានសូឈៀនមើលទៅមានការភ័ន្តច្រឡំប៉ុន្តែមើលទៅលោកដូចជាមិនអីសោះនឹងជីនងាកក្បាលចេញហើយធ្វើជាក្អកទេខ្ញុំមានរបួសខាងក្នុងធ្ងន់ធ្ងរណាស់ឯងគ្រាន់តែមើលមិនឃើញពីខាងក្រៅប៉ុណ្ណោះជីនចាប់ផ្ដើមស្រែកដាក់ក្រុមរបស់គាត់ភ្លាមរៀបចំអីវ៉ាន់យើងនឹងចាក់ចេញឥឡូវនេះការជួយសង្គ្រោះពួកគេទាំងពីរគឺជាអតិភិបចម្បងរបស់យើងតោះរហ័សឡើងខណៈពេលដែលពួកគេកំពុងប្រញាប់ចាក់ចេញអង្គលខាងនិយាយថាខ្ញុំមិនទាន់ទាំងបានសួរឈ្មោះអ្នកសង្គ្រោះរបស់យើងនៅឡើយទេតើលោកមានឈ្មោះអ្វីជីនចាប់ផ្ដើមនិយាយថាជីប៉ុន្តែស្រាប់តែឈប់ភ្លាមគាត់នឹកឃើញរឿងសំខាន់មួយចាំសិនខ្ញុំគឺជាអ្នកដែលបណ្ដាលឲ្យមានសង្គ្រាមទាំងមូលនេះខ្ញុំជាហេតុផលដែលធ្វើឲ្យគ្រួសាររបស់ពួកគេស្លាប់បើគាត់ដឹងថាខ្ញុំជានរណាគាត់ច្បាស់ជាមិនឲ្យខ្ញុំរួចទេជីនព្យាយាមគិតរកឈ្មោះคล้ายឲ្យបានលឿនប៉ុន្តែចំពេលនោះមូជីនក៏ភ្ញាក់ឡើងម្ដងទៀតហើយស្រែកឲ្យខ្លាំងអស់ពីពោះថាជីនថៃខៀងអាមនុស្សឈួតពេលនេះអតកំបាំងត្រូវបានលាតត្រដាងហើយឥឡូវនេះមនុស្សគ្រប់គ្នាដឹងថាគាត់ឈ្មោះជីនថៃខៀងមូជីនស្ទុះទៅវាជីនម្ដងទៀតហើយដែលក្តីធុញផ្ទប់ជីនក៏ទះកំភ្លៀងគេ6ផ្លាតជាប់គ្នាធ្វើឲ្យគេដេកលុកនៅលើដៃម្ដងទៀតនៅព្រឹកបន្ទាប់โจពីលបានមកដល់ភ្នំតកកដើម្បីស្វែងរកកូនចៅរបស់គាត់ដែលបាត់ខ្លួនគាត់បានរកឃើញសាកសពរបស់ពួកគេទាំងអស់រាយប៉ាយនៅលើព្រឿលជំនួសឲ្យការខឹងបែរជាគាត់ញញឹមដោយមនុស្សរោគចិត្តអូហូពិតជាមានអ្នកហ៊ានសម្លាប់កូនចៅរបស់ខ្ញុំមែនទេគ្រាន់តែចាប់ផ្ដើមចម្ពុះបន្ទាប់ភ្លាមគេបង្ហាញយឿនពីវិញមុនគេឥឡូវនេះវិញកំពុងធ្វើដំណើរយ៉ាងលឿនទៅកាន់កន្លែងមួយឈ្មោះថាសេងយ៉ាងនេះគឺដោយសារតែហេតុផលដែលបងប្រុសរបស់ជីនបានប្រាប់ព្រោះបងប្រុសរបស់គេបានដឹងថាកន្លែងដែលជីនទៅនិងកន្លែងដែលចហ្វេទៅគឺជាកន្លែងតែមួយដោយខ្លាចថាចហ្វេអាចនឹងធ្វើអ្វីមួយលើប្អូនប្រុសរបស់ខ្លួនទើបគាត់បញ្ជាឲ្យវិញទៅវិញកំពុងធ្វើដំណើរយ៉ាងលឿនបំផុតព្រោះចហ្វេគឺជាមនុស្សដ៏ខូក្រៅម្នាក់គេចង់សម្លាប់អ្នកណាក៏ដោយដែលគេឃើញយ៉ាងព្រៃផ្សៃប្អូនប្រុសរបស់ចៅវាយមិនត្រូវធ្លាក់ក្នុងដៃរបស់គេឡើយខ្ញុំត្រូវតែជួយសង្គ្រោះទើតយ៉ាង Master ឲ្យបានបើមិនដូច្នោះទេខ្ញុំមិនអាចមើលមុខ Lord របស់ខ្ញុំបានទេគេគិតបែបនេះហើយធ្វើដំណើរយ៉ាងលឿននៅពេលដែលគេកំពុងមកតាមផ្លូវនេះ Joffrey ក៏កំពុងពិនិត្យមើលសាកសពកូនចៅរបស់ខ្លួនដែលបានស្លាប់ពេលមើលទៅពួកគេទាំងអស់បានស្លាប់ក្នុងលក្ខណៈស្រដៀងគ្នាពួកគេទាំងអស់បានស្លាប់ដោយសារការវាយប្រហារតែមួយហើយការវាយប្រហារនោះមកពីលំពាំង
ជាពិសេសអ្នកដែលស្លាប់ចុងក្រោយមានរុនដ៏ធំមួយនៅលើខ្លួននេះច្បាស់ជាការវាយប្រហារដ៏មានឥទ្ធិពលខ្លាំងណាស់មនុស្សតែម្នាក់គឺជាអ្នកធ្វើរឿងទាំងអស់នេះហើយមនុស្សម្នាក់នោះត្រូវតែជាអ្នកប្រែលំពាំងអាចជាមនុស្សមកពីគ្រួសារជីនឬក៏ជាមនុស្សដែលមិនស្គាល់មុខមិនថាជាអ្នកណាទេការដេញតាមពួកគេប្រប៉ាត់ជាសប្បាយមិនខាននេះជាអ្វីដែល Joffel កំពុងគិតពេលនោះកូនចៅម្នាក់របស់ Joffel បានមករាយការណ៍ប្រាប់ Joffel គេនិយាយថាមានមនុស្សប្រហែល7ទៅ8នាក់កំពុងធ្វើដំណើរតាមផ្លូវមួយផ្សេងទៀតឆ្ពោះទៅកាន់ថៃយុនយើងបានប្រទះឃើញពួកគេហើយដឹងថាពួកគេបានទៅតាមផ្លូវនេះគេសួរថាតើយើងគួរទៅតាមរកពួកគេដែរឬទេគ្រាន់តែឮដូច្នោះភ្លាម Joffel ក៏បញ្ជាឲ្យទៅតាមរកពួកគេភ្លាមបន្ទាប់ពីនិយាយរួចកូនចៅនោះក៏ចាកចេញទៅប៉ុន្តែនៅពីក្រោយ Joffel មានមនុស្ស4នាក់កំពុងឈរពួកគេគឺជាមនុស្សមកពី Mount Hang Soft Sect ពួកគេសួរភ្លាមថាតើ Sect Leader របស់យើងបានដាក់បញ្ជាអ្វីហេតុអ្វីបានជាឯងមកធ្វើអ្វីនៅទីនេះ Joffel ក៏សួរថាបញ្ជាតើអ្នកណាដាក់បញ្ជាឲ្យខ្ញុំពេលនោះមនុស្សទាំងនោះក៏តបវិញថា Sect Leader របស់ពួកយើងបានឲ្យលុយឯងដើម្បីសម្លាប់មនុស្សទាំងអស់នៅក្នុង Social Region ហើយឲ្យឯងត្រឡប់ទៅវិញប៉ុន្តែឯងកំពុងធ្វើរឿងផ្សេងទៅវិញតើនេះមានន័យថាម៉េចពួកគេសួរដោយកំហឹងព្រោះមិនថាពួកគេនិយាយអ្វីក៏ដោយ Joffel មិនដែលខ្វល់ឡើយគេធ្វើអ្វីដែលគេចង់ធ្វើយើងបាននិយាយរួចហើយថា Joffel គឺជាមនុស្សវិកលចរិតឥឡូវនេះ Joffel និយាយថាដោយសារតែបែបនេះហើយទើបខ្ញុំចូលចិត្តសង្គ្រាមខ្លាំងណាស់ខ្ញុំអាចសម្លាប់អ្នកណាក៏បាននៅពេលណាក៏បានពេលកំពុងនិយាយគេក៏ស្ទុះទៅចាប់កាច់មុខមនុស្សម្នាក់ដែលកំពុងនិយាយដែលមកពី Mount Hang Soft Sect នោះដោយគ្នាដែរនៅសល់3អ្នកទៀតបានដកដាវរបស់ពួកគេគ្រាន់តែពួកគេដកដាវភ្លាម Joffel ក៏សម្លាប់ពួកគេទាំង3អ្នកចោលបន្ទាប់ពីសម្លាប់ពួកគេរួចគេបញ្ចេញទឹកមុខហាក់ដូចជាធូរស្បើយគេបានដាក់បញ្ជាឲ្យទៅតាមរកក្រុមនោះឲ្យឃើញព្រោះ Joffel ចង់ឃើញមុខមនុស្សម្នាក់ដែលបានសម្លាប់កូនចៅរបស់ខ្លួនម្នាក់នោះមិនមែនជាអ្នកណាក្រៅពីជីនទេបន្ទាប់មកគេបង្ហាញយើងពីជីនកំពុងនាំអ្នកដែលនៅសល់ធ្វើដំណើរទៅកាន់ថៃយុនពេលកំពុងធ្វើដំណើរយប់ក៏ចូលមកដល់ដូច្នេះពួកគេក៏សម្រាកក្នុងរូងភ្នំក្បែរនោះអ្នកទាំងអស់គ្នាបានដេកលក់ប៉ុន្តែគង់មិនដេកទេនៅអង្គុយភ្ញាក់ជីនបានទៅអង្គុយក្បែរគាត់ហើយសួរថាអាកាសធាតុហាក់ដូចជាមិនល្អសោះតើលោកគិតយ៉ាងណាដែរប៉ុន្តែគង់មិននិយាយអ្វីទាំងអស់ជីនគិតថាគង់ប្រហែលជាកំពុងខឹងព្រោះមូលហេតុនៃសង្គ្រាមទាំងមូលនេះបណ្ដាលមកពីជីនដោយសារហេតុផលនោះវាសមហេតុផលណាស់ដែលនរណាម្នាក់ខឹងនឹងជីនព្រោះគ្រួសាររបស់ពួកគេបានស្លាប់ហើយកន្លែងរស់នៅរបស់ពួកគេត្រូវបានដុតបំផ្លាញនៅពេលឃើញបែបនេះជីនគិតថាគាត់ប្រហែលជាខឹងហើយទើបមិននិយាយស្ដីជីនកំពុងលួចជេរមូជីនដែលកំពុងដេកស្រមុកថារឿងទាំងអស់នេះបណ្ដាលមកពីមូជីនេះឯងគេមិនគួរយកឈ្មោះខ្ញុំទៅប្រើសោះឥឡូវមើលចុះគេកំពុងដេកស្រមុកយ៉ាងស្រួលពេលនោះឈីងក៏ចាប់ផ្ដើមនិយាយគាត់និយាយថាខ្ញុំទើបតែយល់នៅពេលនេះថាវាមិនល្អទេដែលជឿពីចចាមអារាមពេកព្រោះអ្វីដែលគាត់បានឮអំពីជីនគឺថាជីនជាមនុស្សខ្ជិលច្រអូសនិងជាមនុស្សដែលកើតមកដើម្បីតែបំផ្លាញកិត្តិយសគ្រួសារប៉ុន្តែបន្ទាប់ពីបានឃើញផ្ទាល់ភ្នែកប៉ុន្មានថ្ងៃនេះគាត់បានដឹងថាជីនមិនមែនជាមនុស្សបែបនោះទេដោយសារហេតុផលនោះហើយទើបខ្ញុំមានសង្ឃឹមថាលោកប្រហែលជាមិនមែនជាអ្នកនៅពីក្រោយសង្គ្រាមនេះទេគាត់និយាយបែបនេះព្រោះគាត់ក៏បានឮពីចចាមអារាមថាជីនគឺជាមូលហេតុនៃសង្គ្រាមនេះគាត់គិតថាប្រហែលជាពីចចាមអារាមនោះក៏ជាការកុហកដែរឥឡូវនេះជីនគិតថាឲ្យតែគាត់គិតបែបនេះគឺល្អហើយពេលនោះគាត់និយាយជាចុងក្រោយថា Master Jin ខ្ញុំមានសំណូមពរតែមួយគត់ពេលកំពុងនិយាយគាត់ក៏ចាប់ផ្ដើមក្អកហើយមានឈាមជាច្រើនហូរចេញពីមាត់របស់គាត់ជីនសួរភ្លាមថាតើមានរឿងអ្វីកើតឡើងចំពោះលោកគាត់ឆ្លើយថាកូនចៅរបស់ Joffel សុទ្ធតែជាមនុស្សដ៏ខូក្រៅពេលវាយបហាខ្ញុំពួកគេបានលាបថ្នាំពុលនៅលើអាវុធទាំងអស់នោះហើយជាមូលហេតុដែលខ្ញុំមានសភាពបែបនេះថ្នាំពុលបានចាប់ផ្ដើមសាយភាយពេញរាងកាយរបស់គាត់ប៉ុន្តែទោះជាយ៉ាងនេះក្តីគាត់នៅតែនិយាយថាថ្នាំពុលនេះប្រហែលជាថ្នាំពុលថោកហើយបានជាខ្ញុំអាចទ្រាំបានយូរដល់ម្លេះប៉ុន្តែឥឡូវនេះវាបានសាយភាយពេញខ្លួនខ្ញុំហើយខ្ញុំមិនអាចធ្វើអ្វីបានទៀតទេភ្លាមនោះជីនបានបើក inventory របស់ខ្លួនយ៉ាងលឿនដើម្បីរកមើលថាតើមានថ្នាំបន្សាបឬអ្វីដែលអាចជួយគាត់បានដែរឬទេប៉ុន្តែអ្វីដែលគេមានគឺសុទ្ធតែជាអាវុធសម្លៀកបំពាក់និង grain pill ក្រៅពីនោះមិនមានអ្វីធំដុំទេ
គេកំពុងគិតថាតើត្រូវជួយសង្គ្រោះគាត់ដោយរបៀបណាពេលនោះឈីងក៏ងាកទៅមើលក្មេងទាំងពីរនាក់នោះគឺស៊ីអូឈៀននិងស៊ីអូយ៉ូជាលើកចុងក្រោយរួចងាកមកមើលជីនវិញគាត់និយាយថាខ្ញុំខ្ញើក្មេងទាំងពីរនាក់នេះឲ្យនៅក្រោមការមើលថែរបស់លោកហើយសូមលោកជួយមើលថែពួកគេផងស្រាប់តែមានសំឡេងកណ្ដឹងបន្លឺឡើង System បានផ្ដល់ quest មួយដែលមានឈ្មោះថាពាក្យបណ្ដាំចុងក្រោយរបស់ឈីងបំណងប្រាថ្នានោះគឺត្រូវនាំក្មេងទាំងពីរនាក់នេះទៅកាន់កន្លែងដែលមានសុវត្ថិភាពបំណងប្រាថ្នានោះឥឡូវនេះជីនបាននាំអ្នកទាំងអស់គ្នាធ្វើដំណើរត្រឡប់ទៅកាន់ថៃយួនវិញគេកំពុងដើរដោយបីក្មេងស្រីនោះផងដែរពេលនោះជីនកំពុងគិតថាការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវហើយទាំងនេះគ្រាន់តែជា NPC ប៉ុណ្ណោះ NPC មួយបានមកផ្ដល់ quest នេះឲ្យខ្ញុំក្នុងនាមជា player ម្នាក់ខ្ញុំគ្រាន់តែទទួលយក quest នេះហើយដើរចេញពីទីនេះទៅគឺចប់ហើយខ្ញុំមិនចាំបាច់ធ្វើខ្លួនដូចជា hero សម្រាប់ NPC នៅក្នុង game នេះទេទោះបីជា game នេះមានភាពប្រាកដនិយមយ៉ាងណាក៏ដោយក្រៅពីគ្រួសារនៅក្នុង game នេះខ្ញុំនៅមានគ្រួសារនៅក្នុងពិភពពិតទៀតខ្ញុំចង់ជួបពួកគេដោយសារហេតុផលនោះហើយទើបខ្ញុំមានគំនិតតែមួយគត់គឺចង់បញ្ចប់ game នេះហើយចាក់ចេញទៅទោះជាយ៉ាងនេះក្តីគេមិនអាចទទួលយកអ្វីដែលកើតឡើងនៅក្នុង game នេះដោយងាយស្រួលនោះទេយីហេតុអ្វីបានជាពួកគេបង្កើត game បែបនេះមកជីនកំពុងគិតបែបនេះម្យ៉ាងជីនហាក់ដូចជាមិនដាច់ចិត្តលាក់បង់តួអង្គនៅក្នុង game នេះចោលទេប៉ុន្តែម្យ៉ាងទៀតគេគិតថាបើខ្ញុំស្លាប់នៅក្នុង game នេះខ្ញុំនឹងស្លាប់នៅក្នុងពិភពពិតដែរចុះអ្នកណាជាអ្នកមើលថែគ្រួសាររបស់ខ្ញុំគេកំពុងគិតពីរឿងនេះជីនកំពុងដើរទាំងគិតពីរឿងទាំងអស់នេះតាមពិតទៅរឿងរ៉ាវទាំងនេះកំពុងកើតឡើងនៅទីនេះប៉ុន្តែបន្តិចមុននេះជីនបានប្រាប់ក្រុមរបស់គេថាយើងនឹងទុកស៊ីនៀខុងចោលនៅទីនេះភ្លាមនោះអ្នកទាំងអស់គ្នាបានសួរថាហេតុអ្វីបានជាត្រូវទុកគាត់ចោលបែបនេះហេតុអ្វីយើងត្រូវទុកគាត់ចោលយើងត្រូវតែនាំគាត់ទៅជាមួយដែរប៉ុន្តែជីនបាននិយាយថានេះគឺជាការសម្រេចចិត្តរបស់ខុងខ្ញុំមិនអាចបំពានបានទេនេះគឺជាបំណងប្រាថ្នារបស់គាត់យីនបាននិយាយថាបើគាត់មកជាមួយយើងវានឹងនាំបញ្ហាដល់ក្រុមយើងទាំងមូលពេលកំពុងនិយាយបែបនេះហាន់បានសួរថាហេតុអ្វីបានជាយើងមិនអាចសែងគាត់ទៅយីនក៏សួរវិញថាយ៉ាងម៉េចឯងជាអ្នកសែងគាត់មែនទេហាន់ឆ្លើយថាបានតោះខ្ញុំនឹងសែងគាត់ដោយខ្លួនឯងយីនក៏និយាយថាយីគ្រប់គ្នាសុទ្ធតែបែបនេះមើលនេះបើឯងសែងគាត់តែបន្តិចទៀតឯងនឹងអស់កម្លាំងពេលនោះយើងនឹងត្រូវការមនុស្ស2នាក់ទៀតដើម្បីមើលថែទាំងឯងនិងគាត់បើយើងទៅតាមរបៀបនេះយើងទាំងអស់គ្នានឹងអស់កម្លាំងក្នុងពេលឆាប់ៗ Jofield កំពុងដេញតាមយើងតើឯងគិតថាគេនឹងលេងយើងដោយសារតែឃើញយើងអស់កម្លាំងមែនទេអត់ទេគេប្រកាសជាសម្លាប់យើងទាំងអស់គ្នាដោយសារហេតុផលនេះហើយទើបខ្ញុំនិយាយបែបនេះគ្រាន់តែស្ដាប់តាមអ្វីដែលខ្ញុំនិយាយទៅបានហើយសម្រាប់យិនអ្វីដែលគេគិតគឺត្រឹមត្រូវព្រោះថាបើទោះបីជាពួកគេអាចទប់ទល់មិនកូនចៅរបស់ Jofield ដែលកំពុងដេញតាមបានក៏ដោយប៉ុន្តែបើពួកគេនាំ Uncle Kong ទៅជាមួយហើយ Jofield មកបោលនោះវានឹងពិបាកទប់ទល់ណាស់ម្យ៉ាងទៀត Jofield មកដែលលេងអ្នកណាឡើយបើគេចាប់ផ្ដើមដេញតាមយ៉ាងណាហើយគេនឹងសម្លាប់អ្នកនោះការដែលត្រូវទប់ទល់នឹងគេផងហើយត្រូវការពារ Uncle នេះផងគឺពិតជាពិបាកខ្លាំងណាស់ដោយសារហេតុផលនេះហើយទើបយីនសម្រេចចិត្តទុកគាត់ចោលនៅទីនេះបន្ទាប់ពីសម្រេចចិត្តរួចគេក៏នាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅពេលកំពុងដើរយីនគិតថាប្រហែលជាពេលនេះគាត់ស្លាប់ហើយមើលទៅទេខ្ញុំមិនគួរគិតបែបនេះទេខ្ញុំសង្ឃឹមថាគាត់នៅរស់សូមឲ្យគាត់មានសុវត្ថិភាពចុះខ្ញុំត្រូវតែនាំពួកគេទៅកន្លែងដែលមានសុវត្ថិភាពជាមុនសិនពេលនោះក្មេងស្រីស្អាយ៉ូដែលយីនកំពុងឲ្យជីខ្នងបានសួរថាលោកពូតើលោកពូខ្លាំងជាងប៉ារបស់ខ្ញុំទេយីនក៏សួរវិញថាហេតុអ្វីស្អាយ៉ូក្មួយចង់ជួបប៉ាមែនទេក្មេងស្រីនោះឆ្លើយថាអត់ទេប៉ារបស់ខ្ញុំខ្លាំងណាស់បងប្រុសប្រាប់ថាលោកពូខ្លាំងខ្ញុំចង់លេងជាមួយប៉ាប៉ុន្តែបងប្រុសប្រាប់ថាប៉ាមិនចង់ជួបខ្ញុំទេហើយគាត់បានទៅលេងជាមួយម៉ាក់បាត់ហើយដោយសារតែមិនអាចប្រាប់ក្មេងស្រីនេះថាឪពុករបស់នាងបានស្លាប់ទេបងប្រុសរបស់នាងក៏ហុកថាម៉ាក់និងប៉ារបស់នាងបានទៅលេងនៅកន្លែងផ្សេងគ្រាន់តែឮបែបនេះយីនក៏នឹកឃើញដល់រឿងរ៉ាវរបស់ខ្លួនគឺជារឿងកាលពីក្មេងនៅពេលដែលឪពុករបស់គេស្លាប់គេក៏បានប្រាប់ប្អូនស្រីរបស់គេដោយប្រើហេតុផលស្រដៀងគ្នានេះដែរគ្រាន់តែឮបែបនេះភ្លាមជីនក៏ឈប់ដើរគេឈរស្ងៀមនៅមួយកន្លែងជីវិតរបស់ខ្ញុំបែបនេះហើយតើហ្គេមនេះចាំបាច់ត្រូវតែបែបនេះដែរមែនទេគេគិតបែបនេះ
ឬក៏ហុចក្មេងស្រីនោះទៅឲ្យអ្នកផ្សេងហើយចាប់ផ្ដើមរត់ត្រឡប់ក្រោយយ៉ាងលឿនគេរត់ត្រឡប់ទៅវិញហើយទៅមើលនៅកន្លែងនោះពេលទៅដល់គេឃើញហានកំពុងដើរដោយសែងអង្គុលខំនៅឡើយគេក៏ដើរទៅជិតហើយនិយាយថាឯងត្រូវការជំនួយទេមកដៃឯងមកខឹមជួយរួចគេក៏ចាប់ផ្ដើមនាំគាត់ចេញពីទីនោះមកដែរតាមពិតទៅជីនក៏មិនដាច់ចិត្តទុកអ្នកណាចោលដែរពេលដែលក្មេងស្រីនោះនិយាយបែបនេះភ្លាមគេក៏សម្រេចចិត្តថាត្រូវតែជួយសង្គ្រោះគាត់ឲ្យបានឥឡូវនេះគេបង្ហាញយើងពីមនុស្ស2នាក់ក្នុងចំណោម2នាក់នោះម្នាក់កំពុងអង្គុយនៅក្បែរតុក្នុងទីងងឹតហើយម្នាក់ទៀតកំពុងឈរនិយាយពីក្នុងទីងងឹតនោះពួកគេទាំង2នាក់កំពុងនិយាយគ្នាអ្នកដែលឈរក្នុងទីងងឹតសួរថាតើរឿងរ៉ាវទាំងអស់កំពុងដំណើរការយ៉ាងម៉េចហើយតើឯងបានចាត់ចែងគ្រប់យ៉ាងដោយប្រុងប្រយ័ត្នទេអ្នកដែលអង្គុយនៅតុឆ្លើយថាបាទយើងបានចាត់ចែងគ្រប់យ៉ាងហើយអ្វីកំពុងដំណើរការទៅតាមការគិតរបស់យើងអ្នកដែលនៅក្នុងទីងងឹតនិយាយថាមានតែ Joe Field one word one strike ម្នាក់ប៉ុណ្ណោះដែលមិនស្ដាប់បញ្ជារបស់យើងហើយកំពុងដេញតាម third young master តែម្នាក់ឯងមានតែគេម្នាក់គត់ដែលមិនស្ដាប់យើងភ្លាមនោះអ្នកដែលអង្គុយនៅតុនិយាយថាការដែលគេដេញតាមនោះគឺជារឿងល្អសម្រាប់យើងព្រោះថាបើសិនជាបងប្រុសរបស់គេបានឃើញ third young master ស្លាប់នោះបងប្រុសរបស់គេនឹងលែងមានកម្លាំងចិត្តប្រយុទ្ធទៀតហើយយើងនឹងអាចយកឈ្នះបងប្រុសរបស់គេបានយ៉ាងងាយឲ្យតែបងប្រុសរបស់គេចាញ់សាញ់ស៊ីទាំងមូលនឹងក្លាយជាអ្នករកពេលពួកគេកំពុងនិយាយគ្នាអ្នកដែលនៅក្នុងទីងងឹតនិយាយថា Lower District 6ក៏បានចូលពាក់ព័ន្ធក្នុងបញ្ហានេះដែរគ្រាន់តែឮបែបនេះអ្នកដែលអង្គុយនៅតុសួរថា Lower District 6ហេតុអ្វីបានជាពួកគេមកទីនេះអ្នកដែលនៅក្នុងទីងងឹតឆ្លើយថាទេពួកគេចូលមកដោយសារហេតុផលអ្វីមួយប៉ុន្តែមិនអីទេមិនថាមានរឿងអ្វីទេបន្ទាប់ពីសង្គ្រាមនេះចប់យើងនឹងចាត់ការពួកគេអ្នកដែលអង្គុយនៅតុហៀបនឹងនិយាយថាឯងត្រូវប្រយ័ត្នខ្លួនបើឯងមិនប្រយ័ត្នទេថ្ងៃស្អែកឯងនឹងមានគ្រោះថ្នាក់ស្រាប់តែអ្នកនោះសម្លឹងមើលមកគាត់យ៉ាងកាចគ្រាន់តែឃើញភ្នែករបស់គេភ្លាមគាត់ក៏និយាយថាសំទោសខ្ញុំនិយាយដោយមិនបានគិតខ្ញុំមិនបាននិយាយអ្វីទេឯងចាត់ចែងចុះរួចអ្នកនោះក៏ចាកចេញទៅបន្ទាប់ពីគេចេញទៅអ្នកដែលអង្គុយនៅតុបានក្រោកឈរហើយដើរទៅក្បែរបង្អួចខ្ញុំបានរងចាំរឿងនេះអស់រយៈពេលជាច្រើនឆ្នាំហើយចាប់ពីពេលនេះទៅអ្វីគ្រប់យ៉ាងនឹងស្ថិតនៅក្រោមបាតជើងរបស់ខ្ញុំឥឡូវនេះទើបគេបង្ហាញមុខរបស់មនុស្សម្នាក់នោះគាត់គឺជា Eldest Senior នេះហើយគឺជាមូលហេតុសំខាន់នៃការចាប់ផ្ដើមសង្គ្រាមនេះឥឡូវនេះជីនបាននាំឃុងធ្វើដំណើរទៅនៅតាមផ្លូវពួកគេបានឈប់សម្រាកនៅកន្លែងមួយដោយសារតែយប់បានចូលមកដល់ពេលនោះស្ថានភាពរបស់ឃុងកាន់តែធ្ងន់ធ្ងរទៅជីនបានព្យាយាមលួងលោមគាត់ថាសូមលោកទ្រាំបន្តិចទៀតសិនយើងនឹងទៅដល់គ្រួសាររបស់យើងក្នុងពេលឆាប់នេះទោះបីជាយ៉ាងនេះក្តីជីនចាប់ផ្ដើមមានអារម្មណ៍ថាវាពិតជាពិបាកក្នុងការជួយសង្គ្រោះគាត់ណាស់ឥឡូវនេះជីនគិតថាយើងមិនអាចខ្ជិះខ្ចាយពេលវេលាទៀតទេយើងត្រូវតែចាកចេញពីទីនេះភ្លាមឥឡូវចិត្តភ្លឺហើយបន្តិចទៀតយើងអាចចេញដំណើរបានពេលដែលជីនហៀបនឹងប្រាប់ឲ្យអ្នកទាំងអស់គ្នារៀបចំខ្លួនចេញដំណើរមូជីនក៏ស្រែកឡើងភ្លាមថាតោះរៀបចំខ្លួនចេញដំណើររៀបអីវ៉ាន់ទាំងអស់គ្នាពួកគេក៏យល់ព្រមពេលដែលជីនហៀបនឹងទៅបីស៊ីយ៉ូនស្រាប់តែមូជីនចូលមកកាត់មុខហើយនិយាយថាស៊ីយ៉ូនមកជិតពូមករួចលើកក្មេងស្រីនោះដាក់លើខ្នងហើយដើរទៅប្រាប់អ្នកផ្សេងទៀតឲ្យរៀបចំខ្លួនជីនគិតថាហេតុអ្វីបានជាអម្នាក់នេះស្រាប់តែប្រែជាមនុស្សល្អបែបនេះគេមិនមែនជាមនុស្សល្អបែបនេះទេគេចេះតែនិយាយបាត់ដៃក្នុងដៃឃើញមុខគេពេលនេះខ្ញុំនៅតែខឹងដដែលប៉ុន្តែដោយសារគេធ្វើការបានល្អខ្ញុំនឹងទុកគេសិនចាំគិតគូរពេលក្រោយភ្លាមនោះញៀនរបស់ជីនចាប់ផ្ដើមដឹងថាមានអ្វីមួយកំពុងឈរមកជិតពួកគេជីនងាកទៅមើលខាងក្រោយភ្លាមសំឡេងបានបន្លឺចេញពីគុម្ពោតព្រៃជីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធមិនថាជាអ្វីក៏ដោយបើជាជោភីលយើងគួរតែរត់គេចពីទីនេះជាការល្អប៉ុន្តែយើងត្រូវមើលឲ្យច្បាស់សិនថាជាអ្នកណាជីនឈរមើលដោយប្រុងប្រយ័ត្នអ្វីដែលចេញមកគឺសុទ្ធតែជាឆ្កែចចកហ្វូងឆ្កែចចកមួយហ្វូងធំបានចេញមកគ្រាន់តែឃើញពួកវាភ្លាមជីនគិតថាអូគ្រាន់តែជាឆ្កែចចកសោះខ្ញុំស្មានថាអាឆ្កែជោភីលមកដល់ហើយតាមិនអីទេយ៉ាងហោចណាស់ពួកវាក៏ស្រួលដោះស្រាយដែរទោះបីជា Pig Master ក៏ដោយក៏គេត្រូវការពេលបន្តិចទៀតទើបមកដល់ដែរគេមិនអាចចាប់យើងបានលឿនពេកទេញៀនរបស់ខ្ញុំមិនដែលខុសទេចាត់ការពួកវាសិនទៅ
จีนบ้านเตรียมคลวนประยุทธ์จิมวยฟงชกายจ่อๆเทียงหนูฟงชกายจ่อๆก็เตรียมคลวนวิประหารจีนได้จีนเกตถาหมอกจ่อจำเมื่อทาเตาขยมนึงตัวตูนบาน experience ปันหมานพี่กาสำรับพวกเองปนตาสรับแต่ฟงชกายจ่อๆเทียงหนูชบเนื้อแปะกำดาลเผลอให้รุดถอยกรอยวิ่งจีนชงอถาหาดเอาไว้บ้านจิปุกวีหมกเวประหาหายบ้ายจิรุดถอยกรอยวิ่ง โอ้คิมโยลไฮคิมโยลไฮนี่โดยในขนงเรื่องคอมิกจิตรานได้โปเกกรอมตะเคยฮีโร่เพลียมก็ภัยคลาดฟวงชกายจะจอกทั้งนี้กำปงภัยคลาดหายรถเก็ดคลวนมันไอเต้ประหายจิเคียมคลางหายเมื่อเตยบานชิโปเกคลาดเคียมแบบนี้จินสายดอยโมตนะเพบจุมพวกคลวนอายเปกำปงสายสรับแต่ซิสเต็มปดอน notification มวยโมดอจำเป็นออแมนเครียมเดิงท่าซิสเต็มโมดำใบปดอไทโทดออดชามวยอ้อยคิมชักโมกไทโทเอาไว้ Emperor Mighty Emperor หรือไทโทเอาไว้เสียงเตียดปุนตาสรับแต่เวียบังหาร Quest ทำไม่มวยเตียด Quest เป็นนี้มีหนักหนาเอาไว้ Quest เตียด Quest เอาไว้หนึ่งจินสัวเพลียมนุ System บังหาร Quest นุ Quest นุคือ One Word One Strike Jofiel Jofiel บานเดินตามแนะอระยะเปลจะอยู่มกหายอันเหล่านี้คือบานรอกเคินแนะหายแนะหนึ่งเตาจูบ Jofiel เนาเปนี้ยังสมจุนโปออยแนะชนะกรองการประยุทธ์จมวยเกแต่ยังสมบวงสวงออยแนก System บานในเยในขนม Notification กรอนแต่เคยแบบนี้จินยีแผนกบูนดองหายเมินมาดอมเตียดตาวนี้จิกาเปิดเตตาวขยมเมอฉบาเตตาวเอาไว้เด็กขยมเคยนี้จิกาเปิดเตเกเมินมาดอมเตียดเปกำปงเมิลดอยมันดังคลวนมีมนุมันอยากบานมกโชในกบายเกตามเปิดเตยเกโชในชงายบันติกปันตายจินมันบานเคยเกซอกจินมันดังท่าเกโมกดอลตังปิเปนาเตแนกได้หมกดอนนุนิยัยท่าคิวบานตามโรคแองจีอยู่หมกเฮยพวกคิวจ้องจูบแองคิวมีนการจ้องดึงจ้องเคินอมพีแองโดยสาแหดพอนุเฮยเติบคิวโมตามโรคแองเกดาโจมเจ็ดหอยสู่ท่าตาแองสุขสบายเต้กรอนแต่เกซัวเพลียมจินบานดึงตามระยะชีได้บรรเจนเจนปิคลวนเกท่ามันแนกนี้ฉบับเจโจฟิลให้ฟวงชกายจะจอกได้หมกมุนนี้มันแมนคลาดคิวมเตคือพวกเกคลาดอามันแนกได้หมกปีกราวนิตาไอเราคิมโยลไฮเกปึดเจียมาชอสปิริตเอาคลังคลามันแนกแมนจินของปงกึดแบบนี้เปนุโจฟิลนิเยธาไอมันจำบัดเผยคลาดดอทนักหนึ่งเตคิมโมกนี้กรอนแต่จ้องนิเยจมวยแองปนเนาะเกได้โจมอกขังหมกกรอนแต่เคยแบบนี้จินนิเยธาเตเเขียมดังชบาธาแฮดเอาไว้บานจะแองนิเยแบบนี้แองจ้องรงจำเอาโกนเจ้าระว่าแองหมกดอซึนแมนเทนูหายจิมูลแฮดแต่แองนิเยแบบนี้แองกึดท่าแบบพวกเกมกดอลแองนึงอาจสำหรับพวกเยืองบานแมนเตจินสัวกรอนตะลือแบบนี้โจฟิลคังอย่างคลังโปรถาเกมันจำใบตรการโกนใจระบอกเกหมอกช่วยกำจัดกรมนิเต้โจฟิลมันอ่านคือกรุบกรอนให้หมุนเปโกนใจระบอกเกหมกดอโจฟิลอาจสำหรับพวกเกตั้งออดจอลบ้านเกเมียนตนกจัดเลือคลุนอายคลังนะโจฟิลในใจมรองเตียถาไอ้มันจำใบไพ่คล้ายขยมเต้บ่าไอ้ฉลายสำนวนมวยจำนวนระบอกขยมนึงดอเลงไอ้เอาเตยตั้งรั่วอย่างไม่ได้จินมันเจือซอตาวไอ้ปิดจะดอเลงขยมเอาเตยแต่งโรเมนหรือจินสัวโจฟิลฉลายทาบาดปรากฏนะขยมนึงดอเลงไอ้กรอนแต่ฉลายสำนวนมือจำนวนปนอ้อโปรขยมเมนกาจับอารมณ์หรือไอ้หายจองดังอมปีไอ้จินก็ยลปรมในใหญ่จินบานปรับเรื่องราวแต่งอ้อบรรทบพิสดับจ็อบโจฟิลเซิร์ชอย่างคลัง โจฟิลนิยัยตะกันจินทาเรื่องได้ไอ้นิยัยปัดเจกอมฟลายนะปันตาไอ้นิยัยท้าวิจิกาปัดเมนติบ่าวดุชเนเมนไอ้คือจิตเติร์ดยังมาสเตอร์ในครูซาจินไอ้ทลับจิมนุมดอกอักรอกมันนะปันตาดอยขมิ้งจำนวนปีมาสเตอร์นามันนะซอไอ้อาเชียนดอกกำรัดนี้ขนองระยะเปียลดอกคลีนี่จีเรื่องได้ไอ้นิยัยยี่ตัวใบจีเวียสดับเตยดูจีก็หอกกระดอยก็ขยมตัวโยกเวียจ่อโดยเด็กขยมบานนิยัยขยมนึงดอกเลงแองโจฟิลบันต่อท่าเติร์ดยังมาสเตอร์ไอ้ไอเตอร์บานเฮยขยมสังคึงท้าเนเปเดยังจูบขณีเนเลือกรอยไอ้นึงกันแต่คลังเจียงนี่เก๋ปรับเอาจินจะเจิงเตอร์จินเมียนอารมณ์ซองไซบันติจำตัวเรื่องตั้งอ่อนนี่จีนมีอารมณ์ทาจมแรกฮัดไว้บานชิเกเอายืงตะเลือนมาเลยหอยทามเตียงเอาเตอเตียงแบบนี้ติดตาเมียนเรื่องเอาไว้หรือเมียนหลบใบเอาไว้เนื้อปีกราวเรื่องนี้เกมันโยลซอปันตาตูชีอย่างนี้ก็ได้เกเกิดทาเตาโรคเพลรถเกิดปีตินี้จิมมุนสันจำเกิดเรื่องเสียงติดเนื้อไปกราวโดยฉะนั้นจีนก็หาวกวนชาวระบักครวนทั้งอ๋อ
ហើយបំរុងនឹងនាំពួកគេរត់គេចចេញពីទីនេះប៉ុន្តែភ្លាមនោះโจฟีលបាននិយាយទៅកាន់ពួកគេថាយ៉ាង Master ខ្ញុំគិតថាលោកប្រហែលជាយល់ច្រឡំរឿងមួយហើយព្រោះថាដែលខ្ញុំនិយាយថាឲ្យទៅនោះគឺបានតែលោកម្នាក់ប៉ុណ្ណោះខ្ញុំឲ្យតែលោកម្នាក់ប៉ុណ្ណោះទៅខ្ញុំមិនបានប្រាប់ឲ្យនាំអ្នកផ្សេងទៅជាមួយទេគេនិយាយបន្តថាទុកពួកគេទាំងអស់នៅទីនេះចុះហើយបើលោកចង់ទៅតែម្នាក់ឯងលោកអាចទៅបានព្រោះខ្ញុំបានដេញតាមពូលោកអស់រយៈពេល2ថ្ងៃហើយខ្ញុំក៏ត្រូវការអ្វីមួយយ៉ាងដែរតើគេចង់សម្លាប់ពួកគេដើម្បីបំពេញចិត្តខ្លួនឯងមែនទេព្រោះការសម្លាប់គឺជាអ្វីគេចូលចិត្តបំផុតโจฟีលនិយាយថាបើលោកបដិសេធចំពោះរឿងនេះខ្ញុំនឹងមានអារម្មណ៍ក្រៀមក្រណាស់លោកដឹងទេគ្រាន់តែលើបែបនេះភ្លាមគំនិតជាច្រើនបានលេចឡើងនៅក្នុងក្បាលរបស់ហ៊ីរ៉ូរបស់យើងមួយយ៉ាងគឺតួអង្គនៅក្នុងហ្គេមនេះបើគេទុកពួកគេចោលពួកគេនឹងត្រូវស្លាប់ប៉ុន្តែមួយយ៉ាងទៀតគឺម៉ាក់និងប្អូនស្រីរបស់គេប្រសិនបើគេនៅទីនេះហើយប្រយុទ្ធឱកាសដែលគេនឹងស្លាប់គឺមានខ្ពស់ណាស់បន្តមកតើអ្នកណានឹងមើលថែម៉ាក់និងប្អូនស្រីរបស់គេតើខ្ញុំគួរធ្វើដូចម្តេចហ៊ីរ៉ូរបស់យើងកំពុងតែគិតពេលដែលគេកំពុងតែគិតโจฟีលក៏ស្រែកជាថាបើអញចង់ក្រៀមក្រំក៏ក្រៀមក្រំឲ្យឆាប់ទៅឥឡូវនេះโจฟีលនិយាយទៅកាន់ហ៊ីរ៉ូរបស់យើងថាបានហើយបើអញ្ចឹងយើងចាប់ដើមប្រយុទ្ធចុះនិយាយចាប់ព្រាមគេក៏ស្ទុំមកវាយប្រហារហ៊ីរ៉ូយ៉ាងលឿនហ៊ីរ៉ូរបស់យើងបានប្លុកការវាយប្រហារនោះប៉ុន្តែទោះបីជាប្លុកបានក៏ដោយដោយសារតែកម្លាំងនៃកម្លាំងវាយប្រហារនោះវាបានធ្វើឲ្យគេខ្ទាបទៅក្រយ៉ាងឆ្ងាយរហូតទៅធ្លាក់នៅក្បែរក្រុមរបស់គេពេលដែលធ្លាក់ដល់ដីភ្លាមជីនគិតថាខ្ញុំបានប្លុកការវាយប្រហាររបស់គេហើយប៉ុន្តែខ្ញុំនៅតែមិនអាចទទួលយក damage នេះបានការវាយប្រហារដ៏ខ្លាំងបែបនេះធ្វើឲ្យខ្ញុំខ្ទាបមកក្រោយឆ្ងាយដល់ម្លេះពេលដែលក្រោកឈរឡើងហ៊ីរ៉ូរបស់គេគិតថាប្រសិនបើមុននេះខ្ញុំមិនបានសម្លាប់កូនចៅរបស់គេហើយទទួលបាន experience ទេនោះខ្ញុំប្រកាសជាមិនអាចសម្បីតែ block ការវាយប្រហារនេះបានឡើយខ្ញុំប្រកាសជាស្លាប់បាត់ទៅហើយសម្បីតែពេលដែលគេនៅជា hunter ក៏គេមិនដែលទទួលរងការវាយប្រហារដ៏មានឥទ្ធិពលបែបនេះពីមុនមកដែរតើខ្ញុំកំពុងប្រយុទ្ធជាមួយគូប្រកួតដែលខុសកម្រិតគ្នាពេកឬហ៊ីរ៉ូរបស់គេគិតបែបនេះឥឡូវនេះ Joe Field សោចរួចសម្លឹងមើលមកគេហើយសួរថាយ៉ាងម៉េចអញខ្លាចខ្ញុំមែនទេហ៊ីរ៉ូរបស់គេឆ្លើយថាខ្លាចនរណាខ្លាចខ្ញុំមិនខ្លាចទេប៉ុន្តែដៃរបស់គេកំពុងតែញ័រយ៉ាងខ្លាំងគេពិតជាខ្លាចមែនប៉ុន្តែគេព្យាយាមមិនបង្ហាញវាចេញមកក្រៅហើយធ្វើជាក្លាហានឥឡូវនេះ Joe Field និយាយថាចំពោះបេះដូងដ៏ទន់ខ្សោយបែបនេះឯងមិនអាចរស់រានមានជីវិតបានទេជាពិសេសឯងមិនអាចប្រយុទ្ធឈ្នះ King បានឡើយនិយាយចប់ភ្លាមគេក៏ដក Dead Girl 4ដើមហើយគប់សម្ដៅទៅហ៊ីរ៉ូរបស់គេពួកវាហោះមកយ៉ាងលឿនហ៊ីរ៉ូរបស់គេបានបង្វិលលំពេងហើយ block បាន Dead Girl 3ដើមប៉ុន្តែមានមួយដើមដែលគេមិនអាច block បាន Dead Girl មួយដើមនោះបានហោះទៅចាក់ចំករបស់សមាជិកម្នាក់នៅក្នុងក្រុមរបស់គេហ៊ីរ៉ូរបស់គេងាកទៅមើលភ្លាមហើយបំរុងនឹងសួរថាឯងយ៉ាងម៉េចហើយប៉ុន្តែមិនទាន់ទាំងបានសួរផង Dead Girl មួយដើមទៀតដែលចេញពីដៃរបស់ Joe Field បានហោះមកសម្លាប់គេបាត់ទៅហើយពេលឃើញបែបនេះភ្លាមហ៊ីរ៉ូរបស់គេគិតថាខ្ញុំមិនទាំងស្គាល់ឈ្មោះរបស់គេផងខ្ញុំកំពុងព្យាយាមនឹងឈ្មោះរបស់គេប៉ុន្តែខ្ញុំនឹកមិនឃើញសោះព្រោះខ្ញុំគិតថាមិនចាំបាច់ស្គាល់ឈ្មោះរបស់ NPC ធ្វើអ្វីទេប៉ុន្តែឥឡូវនេះមនុស្សម្នាក់បានស្លាប់នៅចំពោះមុខខ្ញុំគេកំពុងតែគិតបែបនេះភ្លាមនោះ Joe Field សួរពីចម្ងាយថាតើគេជាមនុស្សដែលឯងចូលចិត្តមែនទេគេមើលទៅហាក់ដូចជាខ្សោយជាងគេដូច្នេះហើយទើបខ្ញុំសម្លាប់គេមុនគេកំពុងតែនិយាយពីហេតុផលដែលគេសម្លាប់មនុស្សម្នាក់នោះហ៊ីរ៉ូរបស់គេចាប់ផ្ដើមខឹងយ៉ាងខ្លាំងភ្លាមនោះគេបានសាំមិនយក Green Peel មកកាន់ក្នុងដៃហើយលេបវាចូលទៅឯងងាប់មិនខានទេហ៊ីរ៉ូនិយាយចប់ភ្លាមហ៊ីរ៉ូក៏បញ្ចេញល្បឿនរបស់ខ្លួនដើម្បីទៅវាយ Joe Field គេបានចាក់វាប្រហារជាបន្តបន្ទាប់មិនឈប់ឈរ Joe Field បានគេចពីការវាប្រហារទាំងអស់នោះពេលនោះ Joe Field គិតថាអាយុទៅតែ20ឆ្នាំសោះប៉ុន្តែមានកម្រិតជំនាញដល់ថ្នាក់នេះមិនអន់ដែរគេប្រយុទ្ធបានល្អជាងការគិតទៅទៀតនេះប្រកាសជាទេពកោសល្យពីកំណើតហើយគេគិតបណ្ដើប្រយុទ្ធជាមួយជីនបណ្ដើគេបាន block និង dodge រកការវាប្រហារទាំងអស់ការស្វែងយល់អំពីគ្រួសារជីនពិតជាគួរឲ្យចាប់អារម្មណ៍ណាស់គេគិតស្រាប់តែមានការវាប្រហារមួយពីហ៊ីរ៉ូសម្ដៅទៅរក Joe Field ហ៊ីរ៉ូរបស់យើងបានតម្រង់ទៅរកករបស់ Joe Field Joe Field មិនបានរំពឹងទុកការវាប្រហារនេះទេប៉ុន្តែនៅវិនាទីចុងក្រោយគេបានឃើញវាហើយគេចចេញតាន់ពេលគេចផុតភ្លាមហ៊ីរ៉ូនិយាយថាយីខ្វាក់តែបន្តិចទៀតបើមិនចឹងទេខ្ញុំអាចបញ្ចប់រឿងរបស់គេនៅទីនេះបានហើយគ្រាន់តែលឺបែបនេះ Joe Field កាន់តែខឹងណាបញ្ចប់ខ្ញុំឯងចង់បញ្ចប់ one word one strike Joe Field មែនទេកុំភ្លេចឈ្មោះនេះអីសោះត្រៀមខ្លួនតែនិយាយចាប់ Joe Field ក៏បង្កើនថាមពលរបស់ខ្លួនបន្ថែមទៀតពេលដែលគេធ្វើបែបនេះ system បានផ្ដល់ notification ថាឥឡូវនេះគេបានចូលទៅក្នុង frenzy state ហើយវាប្រាប់ថាថាមពលរបស់គេនឹងកើនឡើងខ្លាំងជាងមុនទៅទៀតហ៊ីរ៉ូរបស់យើងគិតថាស្អីគេខ្លាំងជាងមុនទៀតព្រះជំចាស់អើយឥឡូវនេះរាល់ការវាប្រហាររបស់ Joe Field បណ្ដាលឲ្យមាន damage យ៉ាងខ្លាំងដល់ហ៊ីរ៉ូរបស់យើងហ៊ីរ៉ូរបស់យើងចេះតែថយក្រោយហើយដួលជាបន្តបន្ទាប់ទោះបីជា block បានក៏ដោយក៏ត្រូវខ្ទាតទឹកក្រោយយ៉ាងឆ្ងាយដែរ
មានរឿងអ្វីកើតឡើងហេតុអ្វីបានជាគេខ្លាំងម្ល៉េះការវាប្រហាររបស់គេសុទ្ធតែខ្លាំងហើយការវានីមួយៗមានកម្លាំងខ្លាំងណាស់ខ្ញុំមិនគិតថាខ្ញុំអាចទប់ស្កាត់បានទេបើនៅតែបែបនេះទៀតឱកាសដែលខ្ញុំនឹងស្លាប់គឺមានខ្ពស់ណាស់ហ៊ីរ៉ូរបស់យើងកំពុងតែគិតពេលនោះកូនចៅរបស់ហ៊ីរ៉ូពីរនាក់បានគិតថាពួកគេនឹងទៅវាប្រហារជូហ្វីលពីខាងក្រោយពួកគេក៏លួចចូលទៅជិតពីខាងក្រោយហ៊ីរ៉ូរបស់យើងបានធ្វើដែរជាសញ្ញាពីពីនេះថាកុំមក មូលហេតុដែលគេហាមមិនឲ្យមកមិនមែនត្រឹមតែខ្លាយពួកគេមានគ្រោះថ្នាក់នោះទេប៉ុន្តែប្រសិនបើពួកគេចូលមកជួយក្នុងការប្រយុទ្ធនេះ Hero របស់យើងនឹងបាត់បង់ title មួយដែលមានឈ្មោះថា Victorious ដរាបណាមាន title នេះនៅពេលដែល Hero ប្រយុទ្ធមួយទល់នឹងមួយ one on one នោះ stat ទាំងអស់របស់ Hero នឹងកើនឡើងយ៉ាងខ្លាំងនោះហើយជាមូលហេតុដែល Hero អាចប្រយុទ្ធបានយូរដល់ម្ល៉េះដោយប្រើ title នេះឥឡូវនេះបើពួកគេចូលមក title នឹងបាត់ទៅវិញព្រោះ Hero លែងប្រយុទ្ធមួយទល់នឹងមួយទៀតហើយនោះហើយជាមូលហេតុដែលគេចេះតែនិយាយថាកុំមកប៉ុន្តែពួកគេគិតថាមិនអីទេយើងនឹងព្យាយាមធ្វើឲ្យគេរបួសឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពួកគេបំរុងនឹងវាយ Joffrey ប៉ុន្តែពេលនោះ Hero កំពុងតែជាប់ដៃ block ការវាយប្រហាររបស់ Joffrey ពេលដែលកំពុង block នោះអ្នកទាំងពីរនាក់នោះក៏លោតចូលមកពីខាងក្រោយ Joffrey បានងាកទៅមើលពួកគេចំពេលល្អយើងនឹងបញ្ចប់ចម្ពោះនេះត្រឹមនេះសិនបើអ្នកសួរថាហេតុអ្វីបានជាបញ្ចប់ត្រឹមនេះគឺដោយសារតែការប្រយុទ្ធរវាង Joffrey និង Jin នឹងបន្តទៅមុខទៀតចំនួន3ចម្ពោះដោយសារហេតុផលនោះហើយទើបការបញ្ចប់ត្រឹមនេះគឺល្អបំផុតដើម្បីងាយស្រួលពន្យល់នៅក្នុង3ចម្ពោះបន្ទាប់ដូច្នេះយើងនឹងចាំមើលថាតើការប្រយុទ្ធនេះនឹងទៅជាយ៉ាងណានៅក្នុងអេពីសូតក្រោយរហូតដល់ពេលនោះ Sayonara guys arigatou gozaimasu